ភាគពីអ៊ំស្រីជាមួយបងសារ៉ាទឹកតែអ្នកមកក្នុងភូមិកំណើតនេះដូចនេះយើងមិនគួរបែកបាក់គ្នាទេឥឡូវបងសារ៉ាទៅតស៊ូពីកងទ័ពតាមពីឆ្នាំ1981គាត់ចាកចេញពីទីនេះគាត់មានភារកិច្ចទៅបម្រើជាតិក្នុងជួរកងកម្លាំងអាវុធតែគាត់នឹកឃើញស្រឡាញ់ទឹកដីស្រុកកំណើតរបស់គាត់ក៏រួមនៅទីនេះវិញតែអ្វីដែលជាការមានបញ្ហាជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋយើងនេះជារឿងមួយដែលយើងគិតថាយល់ច្រឡំគ្នាទៅវិញទៅមកតែពេលបច្ចុប្បន្ននេះបងតារាខ្ញុំអាដាមកែវរតនៈគឺបានពិភាក្សាគ្នាថាយើងមិនគួរឲ្យមានការរឿងហ្នឹងឡើងទេឥឡូវនេះបងតារាក៏លោកយល់ព្រមចូលរួមមកដោះស្រាយជាមួយពួកយើងខ្ញុំនៅទីនេះទី1ដីរបស់អ៊ំស្រីនេះជាដីរបស់អ៊ំស្រីដដែលទី2ដីស្រែខាងមុខជាម្ចាស់តែអាស្រ័យផលនេះដដែលគាត់មិនទីទៀតទេរឿងព្រមត្តនដែលប្រើអំពើហិង្សាទៅប្រព័ន្ធតុលាការលោកបានដកពាក្យវិញអស់ហើយរឿងទី3គឺរឿងនីតិវិធីដើម្បីមនុស្សដែលជាប់ឃុំមានទេអត់ទាន់មកទេត្រូវដោះស្រាយមកវិញហើយសំណូមពររបស់បងតារាគឺគាត់សូមឲ្យសងតោរបស់គាត់ណាខ្ញុំគិតថាសងមិនបញ្ហាទេតោណាតែធ្វើម៉េចឲ្យយើងសាំងជាគ្នាឲ្យខ្លាយជាថ្នាក់ដឹកនាំនិងប្រជាជនរបស់យើងនៅទីនេះរួមសុខរួមទុក្ខរបស់គ្នាវិញហើយមិញខ្ញុំបានជួបបងតារាហើយគាត់ថារហូតថាជប់លៀងជាមួយប្រជាជននៅទីនេះវិញមិនត្រឹមតែឲ្យបញ្ហាទៅមុខទេគឺឲ្យចប់រឿងហើយអាចជប់លៀងញ៉ាំអាហារជុំនេះទៀតនោះហើយយើងអត់នេះត្រូវគ្រប់គ្រងការពារគាត់ដើម្បីឲ្យគាត់បានមកទីនេះជួយយើងឲ្យក្រោយវិញរឿងដែលសំខាន់រឿងដីហ្នឹងឲ្យវាយតោបាទហ្នឹងដោះអស់ហើយយើងរាប់អានជាអ្នកស្រុកភូមិជាមួយគ្នាទាំងអស់គ្នាឡើងវិញចឹងអារឿងកើតពីមុនមកយើងត្រូវលុបចោលទាំងអស់មែនទេខ្ញុំទុកក្នុងចិត្តទៀតថាមនុស្សវិជាមានខុសមានត្រូវហើយមានជាត្រូវទាំងអស់ហើយមែនទេហើយបើជុលខុសហើយយើងដឹងខុសយើងកែរបស់នេះទៅខាងប្រជាជនក៏កែខាងបងតារាក៏កែទាំងអស់គ្នាយើងខ្លាយជាអ្នកភូមិជាមួយគ្នាតែមួយឯកភាពឥឡូវខ្ញុំអញ្ជើញបងតារាឲ្យទៅមកបងប្អូនយើងអត់ទេហើយខ្ញុំទៅជើញតាមពិតអ្នកភូមិកំណើតជាមួយគ្នាសោះហើយគាត់ក៏ខ្លាយជាអិសរាជជននៅក្នុងជួរកងកម្លាំងប្រដាប់អាវុធហ្នឹងធ្វើទាហានដល់ពី81តែដល់ទៅឆ្ងាយទៅលេងស្គាល់គ្នាមកបែកគ្នាយូរឥឡូវយើងសាបយកសាច់ឈាមនេះឡើងវិញបងប្អូនគ្នាបាយចោលបាយចិត្តទេអ្នកស្រុកអ្នកភូមិយើងសុខតែបែកគ្នាយូរគាត់ចូលបម្រើកងទ័ពឆ្នាំ81ពេលដែលគាត់ចែកបម្រើកងទ័ពគាត់អត់បាននៅក្នុងភូមិរបស់គាត់ទេដល់ពេលគាត់នឹកឃើញ
គេតំណែងដូនតាប្រវត្តិនៅក្នុងភូមិគាត់គិតថាតាមពិតគាត់ទៅទៅនៅភ្នំពេញនៅខេត្តកន្លែងតែគាត់នឹកឃើញអាសុខកំណើតប្រវត្តិដូនជាតាប្រវត្តិគាត់ចង់មករួមជាមួយបងប្អូនយើងនៅទីនេះតែឥឡូវគាត់មកទីនេះតើមានប្រយោជន៍អីសម្រាប់អ្នកភូមិរបស់យើងនេះរឿងមួយដែលយើងគិតថាកាលណាយើងមានរាប់បាត់យើងអាចទៅចិត្តគ្នាចែកគ្នាបានជួយគ្នាបានហើយគាត់ក៏ជាបេះដូងអ្នកខេត្តពោធិ៍សាត់ហើយអ្នកនៅភូមិស្នារែកជាមួយពួកយើងទាំងអស់គ្នាអ្វីដែលយើងគិតថាការជួយជ្រុះការយល់ច្រឡំគ្នាពីមុនមកហើយនេះទេវតាសាស្ត្រីលៀងបានប្រកគ្រប់តែជាខ្ញុំយើងអត់មានក្តៅក្រហាយទេមែនទេអត់ទេយើងធ្វើម៉េចឲ្យតែនឹងខ្លាយជាបងប្អូនអស់គ្នានៅក្នុងភូមិជាមួយគ្នាវិញយើងបេះដូងយើងត្រូវតិចលេងក្រៅណាអ្នកស្រុកអ្នកភូមិកំណើតជាមួយយើងហើយទៅមើលស្បែកតិចអូស្តៀងគ្នាមើលហើយគាត់ជាខ្លាយជាថ្នាក់ដឹកនាំរូបឥឡូវនេះយើងមានតែរឿងមួយទេឲ្យចប់បញ្ហាទាំងអស់បញ្ចប់ខ្ញុំនឹងចូលរួមដោះស្រាយនីតិវិធីបន្តឥឡូវគ្រាអីអត់ចេញអស់ហើយអញ្ចឹងឥឡូវខ្ញុំចង់ឲ្យបងសារាខ្ញុំនិយាយមានកថាជួយបងប្អូនជាបរិវត្តអ្នកស្រុកអ្នកភូមិដើម្បីឲ្យយល់ចិត្តនេះថាយើងធ្វើអីជាមួយគ្នាឯមុខទៀតខ្ញុំគិតថាការខ្លាយជាបងប្អូនក៏ស្និទ្ធស្នាលបំផុតនៅពេលខាងមុខដល់ខ្លីនេះបាទទៀតពួកខ្ញុំសូមគោរពអាយដាមអង្គទីគោរពសូមគោរពបងប្អូនទាំងអស់ដែលមានវត្តមាននៅទីនេះខ្ញុំចង់សម្ដែងនៅក្រឹបប្រកិច្ចដ៏ពុះមានកិត្តិយសសម្រាប់អាយដាមអង្គដែលមានកាតព្វកិច្ចចូលរួមបំពេញកាតព្វកិច្ចដើម្បីសម្របសម្រួលនៅការវិវាទកន្លងមកដែលមិនបានពិចារណាដឹកដល់រៀងខ្លួនទាំងអស់គ្នាយ៉ាងថ្ងៃនេះខ្ញុំបានពិភាក្សាជាមួយថ្នាក់ដឹកនាំខាងលើចូលរួមដើម្បីរកវិធីសាស្ត្រដោះស្រាយនៅបញ្ហាដែលខ្មៅងឹតដែលបានកើតឡើងកន្លងមកតែថ្ងៃនេះចង់បញ្ជាក់និងបញ្យល់បងប្អូនជាបងជាប្អូនតាមការពិតវាអត់មានអ្នកដទៃទេសិតតែបងសិតតែប្អូនសិតតែជាដូនសិតតែជាទូក៏ប៉ុន្តែយើងសឹងតែមានការពិចារណាខុសយល់ខុសមិនពិចារណាឲ្យបានទៅដល់អញ្ចឹងការតតាំងការចាញ់ផ្ចាល់ចង់ឈ្នះចង់ចាញ់ឡងមកខ្ញុំក៏បានបញ្ចប់ទៅតាមកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំខាងលើហើយក៏ខ្ញុំមកប្រកាសពីបងប្អូនទាំងអស់គ្នាបងប្អូនត្រូវយល់ថានៅស្រុកយើងនេះសួរថាអ្នកណាមានកាតព្វកិច្ចតស៊ូបំពេញកាតព្វកិច្ចស្នេហាជាតិហើយនៅសល់ជីវិតមកដល់សប្តាហ៍នេះបងប្អូនឃើញស្រាប់ហើយតែខ្ញុំដោយសារទឹកដោះម្ដាយថ្លៃដោយសារគុណឧបការៈរបស់ថ្នាក់ដឹកនាំរបស់អរិញរណសេរបស់7មករាខ្ញុំមានជីវិតទី2ខ្ញុំមានមុខវិលប្រឡប់មកចង់រួមរស់ជាមួយញាតិសន្តានបងប្អូនវិញដោយសារការអឡោះអាល័យរបស់ខ្ញុំទេបើចិត្តខុសពីខ្ញុំគេនៅសោយសុខនៅក្រុងភ្នំពេញនេះនោះបងប្អូនទៅគិតអញ្ចឹងអ្វីដែលកន្លងផុតយើងមិននិយាយទេគ្រាន់តែថាស្នើសុំឲ្យបងប្អូនមានចិត្តកតញ្ញូចិត្តសកុំឲ្យមានពពកខ្មៅមកបាត់បាំងយើងខុសត្រូវអីជជែកគ្នាពិភាក្សាគ្នាពិចារណាគ្នាប្រមូលប្រកាសគ្នាកុំមានគំនិតដូចចរិតដាក់គ្នាទៅវិញទៅមកវាអត់មានក្តីសុខទេទីពីរទៀតខ្ញុំគ្រាន់តែចង់អប់រំបងប្អូនថាអ្វីដែលបងប្អូនធ្វើខុសកែទៅតាមផ្លូវល្អទៅវាល្អហើយយើងរស់នៅក្រោមច្បាប់ទាំងអស់គ្នាអញ្ចឹងមានអីជជែកគ្នាទៅតាមច្បាប់ទៅហើយខ្ញុំអត់មានចង់មកតបជាមួយបងប្អូនទេរាល់បញ្ហាទាំងអស់ហ្នឹងក៏បានបញ្ចប់ហើយអញ្ចឹងអ្វីដែល
សេះសល់បន្តការងារពិភាក្សាដោះស្រាយទៀតគឺនៅលើឯកឧត្តមគណៈអភិបាលនឹងបន្តទៀតដើម្បីបញ្ចប់បញ្ហាពីថ្ងៃនេះតទៅបងប្អូនគ្នាហើយបងប្អូនយើងក៏នៅតែបងប្អូនកាត់ទឹកមិនដាច់កាត់សាច់មិនបានទេណាអញ្ចឹងយើងដឹងហើយពាក្យស្លោកក៏ហ្នឹងហើយខ្ញុំសូមជូនពរឲ្យបងប្អូនមានសន្តានទាំងអស់គ្នាឲ្យមានសេចក្តីសុខតរៀងទៅអរគុណច្រើន ចឹងបងសារាបានជំរាបហើយអ្វីដែលយើងយល់ច្រឡំគ្នាពីមុនមកគឺយើងត្រូវបញ្ចប់តែពេលនេះអនអ្វីដែលសំខាន់គឺនៅវិធីដែលមានអ្នកយកគុំយកមកអ្នកកូនម្នាក់នេះយើងនឹងអស់ពេលដែលយើងបញ្ចប់អានេះអានឹងទៅតាមហ្នឹងហើយតបហើយបងសារាបានក៏ពាក្យហើយឥឡូវនេះតោនេះអស្ចារ្យសំណុំពរឲ្យសងតោបាទខ្ញុំគិតថាសងតោឥឡូវបងប្អូនយើងសងអត់បាទសងអត់ថាទៀតខ្ញុំតែចេញលុយខ្ញុំចង់បានទឹកចិត្តបងប្អូនថាសងតែខ្ញុំតែចេញលុយជូនបងសារាគាត់មិនខ្វះអីលុយធ្វើអត់ទេតែគាត់ចង់ឲ្យយើងយល់ចិត្តគ្នាឲ្យយល់ចិត្តគ្នាទៅវិញទៅមកហើយខ្ញុំគិតថាជាបងជាបូនហើយក្រោយអាចមានជួបគ្នាជាមួយគាត់ផ្ទះគាត់បាយ32ជួបគ្នាអ្នកចង់តែភូមិហើយតែនេះយើងយល់ទេចឹងដីរបស់យើងនេះគឺដីរបស់យើងដីស្រែរបស់យើងធម្មតាយើងនៅតែរឿងមួយទេវិធីទៅមកឲ្យប្រពន្ធហើយជាកូនស្រីឲ្យបងស្រីអាចជួបបានហើយអូបងស្រីចឹងនៅវិធីទៅមកឲ្យគាត់ចេញពីការចូលគុំកាខ្ញុំចង់តែចង់និយាយឲ្យទៅគាត់នឹងកូនគាត់នេះសំណុំរឿងបានដកហើយការធានាគឺស្ដាប់ផ្ដាច់លើឪពុកម្ដាយទេជនរងគ្រោះមានសិទ្ធិទទួលសំណងដកសំណុំរឿងការធានាកូនចេញពីព្រះអាញាពីចៅក្រមជារឿងរបស់ឪពុកម្ដាយប៉ុន្តែគាត់មិនទាន់ដឹងឯណានៃផងគាត់ទៅរៀបចំប្តឹងបកទៅវិញថាខ្ញុំនឹងបោកលុយគាត់$2,500ដល់អញ្ចឹងរឿងនេះវានៅស្ទះហ្នឹងកលាការក៏រៀនលេងដែរហ្នឹងក៏កាច់របស់គាត់ទេអញ្ចឹងគាត់ដោះស្រាយយ៉ាងម៉េចសំណុំរឿងគាត់យ៉ាងម៉េចហ្នឹងរឿងគាត់និយាយបកក្រោយចេះឥឡូវយើងចាំពិភាក្សារឿងនឹងទៀតខាងយើងក៏ត្រូវដកពាក្យបណ្ដឹងដែរតោះនេះដកដាក់ឥឡូវគេចំណងវាចងហ្នឹងខ្សែចងចាក់នេះឥឡូវយើងស្រាយមកខាងចេញហើយទៅស្រាយមកខាងទៀតបើស្រាយតែមកខាងអត់ស្រាយមកខាងទៀតចំណងនោះនៅដែរយើងរឿងកើតឡើងពីឧបនិបត្តិចឹងមានអ្នកណាក្រៅពីប៉ុណ្ណោះខ្ញុំជួយស្រាយបើយើងចងទៅភ្លេចអាមុខដែលយើងចងណាចឹងខ្ញុំជួយស្រាយដល់ឥឡូវមិញខាងនេះបើកមុខស្រាយដល់នៅខាងនោះទៅរលានៅពាក្យបណ្ដឹងចឹងយើងក៏ដកពាក្យបណ្ដឹងហ្នឹងណាដកពាក្យបណ្ដឹងហ្នឹងចេញហើយខាងនេះដកឲ្យនីតិរបស់យើងបញ្ចប់អ្នកបង្កើតយើងអ្នកដោះរបស់យើងដែរអត់មានអ្នកណាក្រៅពីយើងហើយយើងនឹងមានពួកខ្ញុំដល់នេះអាញាធរតែតែសមត្ថកិច្ចជំនាញរបស់តែមកនេះគាត់នេះខ្ញុំគាត់អាតាមទេឥឡូវអត់បញ្ហាទេតែយើងត្រូវដោះពីយើងនឹងចប់ចឹងយើងទីមួយទៅដកវាថ្មីណាតាមដល់អញហើយយើងខប់មើលមុខគ្នាលេងត្រង់ទៀតណាតោះនេះចាំណែយុជនយើងណែហេយុជនតាមណាស់ឡាយពីពីខ្លួននេះ
เอาเบี้ยโมไว้ได้หนึ่งจองลุ้นไอ้ตัวใกล้เลยแล้วมันจะกี่ใกล้ยกมือใกล้ขโมยเอาไปมุกกระจองโอ้ยเอาละเอาเจ้าจองใครแล้วสบายใจนะสบายใจเป็นลำชาบ้างมีอะไรที่เราตัวดอกเบี้ยเอาตัวนั้นดอกตัวนั้นนุ่งตัวรวมอยู่มวยเราดันเล็กตัวสามมวยลองกันเลยคือซ้ำมาให้ยังผ่านทางไม่เนี่ยไม่ตรงยังมามี เน็ตเคลียร์ไม่ได้จังเรื่องเยอะก็จังเลยนี่แหละตัวสบายจังเลยเอาสบายจังกันเต้นนั่นเลยยอมเมียน่ะไปซ้ายไปยอดเลยก็เลยซาทุ่งนี่ก็ลมเล็กมาจานมือกันเอามือกันมือเฮ้ยนี่ก็ต้องมาเชิญซองกับยำเรียบเลยคนงานจากใบเกใบไอ้ตัวนับปีใบดำรามโอ้ยตัวนับใบเลยนี่คือสำหรับอันตรายคมตัวจำไว้นี่นะถ้าใบซ้ายลูกเสียเนี่ยมันเลยสำหรับแจ็คสนาวได้นะมีปัญหากันแล้วเยอะดอกรูปนี้เตะตัวส้มเลยชนะได้ยังไงโอนเตะประดาจังโอนเตะประดามาช่วยจีจวนจังยังคอมเพล็กโอนเตะประดานะซีซอไม่เยอะซีซอนะมาจังก็แค่ซีซอนะbro ai muốn quay chứ nó kia đi mấy bắt chưa thế nào con sông nhâm thưa bom phun chỉ đôn nuôi thằng chui thằng sao mà gì tôi mơ con thật lại đôn mũi sạch phải mình cho cái này mà một cái điên đi đó nên nút cùng đây là ba chiếc cung nhưng mà nụ nhưng mà một cái điên cái việc thua bro đâu vui cho ta được không biết mau đi nhá đang dùng làm riêng luôn đi không có chui ăn được bọn này chứ được ai miền đây xong con ban miền không mà đâu chỉ nuôi hai lo cặp cô chạy người gì phần phủ đặt không qua rồi phần phủ cái tao ôn lên bánh hạ em ôn của nó băng lên hai ôn xong lấy trụ sao mà mắc ôn băng chạy băng để lên mà không ôn chân này ní rương một chữ tư trâu bà chọc làm phần nắng tay này tay bị thí ôn sấy phải bọc rọc thành đấy mùi nhóc đánh chui bọc rai ở trong tầm non là dương rai đi tập tập cái gì đó nhóm quan phải chọn thời nâu sau tại quạt đi quạt tự chọn cái mưa bỏ quạt chẳng hay đó mình sang thà tự đó thì con tấu thì đi con chơi máu chào bạn cha lâu khơi miền đằng miền đi sầm non miền hay trong đó rồi ta li khát nám nằng đằng bạn ở miền này thì sầm non rương lên của má miền hải
ấy cả na nơi của quan là cái như đây như mà quay báo cho nên hiện nay câu gì chưa bom á đây hôm nay chưa các bạn chung chơi á chưa bom áเราชอบจับร่มเยอะตามตัวบ้านนะ แล้วบ้านเขาเนี่ยประธานส่งนมเรื่องแปะพรที่มวยตรงมาต้อนดอกออกไข่นะเรื่องชิงบุคคลเขาเลยดอกไข่คนใดต้องการแค่เลยจองด้วยไหนต้องการให้มีฟองวันเดียวจวนเลยแล้วต้องดอกไข่ทีนี้เขาเดินไอ้ดำนะร้านเดินแล้วก็เดินchào bạn rồi đấy ở đây cái đườngจับ nhưng mình lúc đây thế thì អរគុណច្រើនបងតារាហើយនៅបងប្អូនពុកម៉ែបងប្អូនទីជារដ្ឋទាំងអស់រឿងយើងត្រូវបានបញ្ចប់ហើយយើងគិតថារួមរស់រួមសុខរួមទុក្ខជាមួយគ្នាក្រោមដំបូលនៃសុខសន្តិភាពយើងមានសុខសន្តិភាពបានយើងបានមកជួបគ្នានេះបើអត់មានសុខសន្តិភាពទេប្រហែលខ្ញុំបែរមិនមកដោះរឿងនៅនេះទេយកព្រះយករៀងខ្លួនណាអញ្ចឹងសុខសន្តិភាពនឹងហើយតែធ្វើឲ្យយើងមានឱកាសទទួលបានផលចំណេញពីគោលនយោបាយរបស់រដ្ឋាភិបាលទាំងអស់នេះបើអត់មានសុខសន្តិភាពស្មានបានមកឈរទេទៅទៅហ៊ានnóiនោះបីការតបទៅយោធាមែនទេហើយទៅទៅហ៊ានយើងដឹងហើយមានទៅមាននៅមានបាត់មានរស់មានស្លាប់ពីមានចឹងយើងបានបញ្ចប់សង្គ្រាមហើយវិវាទតិចតួចពេលនេះយើងត្រូវបញ្ចប់យើងរស់នៅឲ្យមានសេចក្តីសុខសេចក្តីចម្រើនសម្រាប់ឲ្យអារម្មណ៍យើងល្អទាំងអស់នេះកុំឲ្យរស់នៅក្រោមរបបសុខសន្តិភាពហើយក្នុងបេះដូងក្តៅនឹងការឈឺចាប់វាអត់ចំណេញយើងទេកាលណាមានបេះដូងក្តៅមានការឈឺចាប់ខ្លាំងធ្វើឲ្យយើងខូចខាតសុខភាពធ្វើអារម្មណ៍ផ្លូវចិត្តសរីរាង្គកាយរបស់យើងក៏ទ្រុឌទ្រោមទៅតាមអ្វីដែលយើងកើតរឿងចឹងសួរពេញលក់អីហើយតែគេនៅលក់មួយវាបំផ្លាញសុខភាពរបស់យើងបានណាចឹងថ្ងៃនេះយើងឃើញថាវាបញ្ចប់បញ្ហាទាំងអស់នេះហើយយើងធ្វើអារម្មណ៍ល្អហើយជាថ្នាក់ដឹកនាំរូបមកនៅទីនេះផ្ដល់ភាពកក់ក្ដៅឲ្យយើងអាចសំណូមពរគាត់អីក៏គាត់ជួយបានដែរខ្ញុំគិតថាត្រឹមមកតម្រូវការនៅជុំវិញភូមិយើងអាដាមនេះក៏ដោះស្រាយជួយយើងបានបើយើងចេះយល់ចិត្តយើងចេះស្រឡាញ់គ្នាបើណាអ្វីដែលយើងមិនយល់គ្នាពីមុនមកយើងគិតថាបញ្ចប់អស់ហើយយើងកុំគិតទៀតហើយកុំឲ្យមានក្រុមយុវជនដំណើរអីទៅវាយស្អីគិតឈប់បញ្ចប់ទៅតាមការយល់ច្រឡំបានទៅកើតបើហឹងតែមិនចឹងឥឡូវយើងត្រូវបញ្ចប់អានឹងទាំងអស់ហើយយើងដោះកូនមួយប្រុសនឹងចេញទៅវិញមកគឺចប់រឿងទាំងអស់ហើយយើងរាប់អានទៅណាហើយសិតតែជីដូនមួយជីទួតមួយមកចំទាំងអស់មើលមានអ្នកក្រៅឯណាយើងបញ្ចប់ប៉ុណ្ណឹងបានអត់បានចប់ទៅទៀតយើងក្រៅទៅធ្វើអូយយាយមានចាអូយយាយចាđây rồi khôngចាប់យើងលើលេងមួយចាចោលមកដល់ពេលចាប់ចឹងទីស្អាតតាមរបៀបយាយសบายចិត្តអត់មួយស្វីតមួយមិនឲ្យឯកូនមកមានប្រសាទមួយម៉ាត់មើលមកតាមទៅអរគុណហើយអភិគ្រូនេះមានគេកាលទៀតកាយកាន់នេះកាន់អរគុណហើយអរគុណហើយបាទចឹងខ្ញុំក៏អរគុណដែរសូមសរុបលាទាំងអស់គ្នាអូមានលេខប្រព័ន្ធទូរស័ព្ទអត់នៅនេះ3ខ្សែនេះសម្រាប់ជួយអន្តរាគមន៍គ្រប់យ៉ាងរបស់ប្រជាពលរដ្ឋរបស់យើងក្នុងខែកុម្ភៈប្រាប់គាត់ថាវា092ចាំយកទៀត787 086 ខ្សែទី2
បញ្ហាប្រឈមគ្រប់យ៉ាងគឺខតលេខហ្នឹងដើម្បីខ្ញុំជួយអន្តរាគមន៍ទាន់ពេលវេលាបើឡៃជីបន្ទោដុកតរខ្ញុំដល់ខេត្តប្រហែលថ្ងៃបានទៅជួបរាប់មកខ្ញុំដោះជូនប្រហែលថ្ងៃបានដោះហើយលេខនេះគឺខទៅខកមកមានតិចតួចយើងដោះស្រាយភ្លាមបើការងារណាមិនសូវចាំបាច់វាខុសពេលវេលាតិចតែការងារណាដែលប្រឈមចំពោះមុខដោះភ្លាមជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋមិនដែរលេខនេះសូមបញ្ជាក់ឲ្យលេខអន្តរាគមន៍សុខទុក្ខអង្គអាចារ្យមិនលេខសម្រាប់ចាក់ឆ្នោតទេណាអរគុណជម្រាបលាមែនទេមេក្រូ